cáchត្រូវនិយាយប្រាប់គេអំល្អ not just to speak, but to witness and to evangelize. គឺមិនមែនគ្រាន់តែនិយាយតែប៉ុណ្ណោះទេគឺយើងមានភារកិច្ចដើម្បីធ្វើទីបន្ទាល់អំពីព្រះយេស៊ូវដើម្បីបញ្ចុះបញ្ចូលឲ្យមានសិទ្ធិ So this verse, this favorite verse of ours, has a wonderful blessing from God, but it also has responsibility for us. Sorry again. This verse that we know so well has a great blessing from God. ដូច្នេះខគម្ពីរដែលយើងស្គាល់គ្រប់គ្នានេះគឺមានប្រពោលយ៉ាងខ្លាំងអំពីព្រះមកដល់សម្រាប់យើងគ្រប់គ្នា But there is work for us to do. ប៉ុន្តែក៏មានកិច្ចការសម្រាប់យើងត្រូវធ្វើផងដែរ Is to help people believe. គឺយើងធ្វើយ៉ាងម៉េចដើម្បីឲ្យមានគេជឿដល់ព្រះយេស៊ូវ Let's have another look at another favorite verse. ឥឡូវសូមឲ្យយើងបានមើលខមួយទៀតដែលជាខដែលយើងតែងតែស្គាល់ដែរ In Psalm 46, verse 10. គឺនៅក្នុងទំនុកដំកើងចំពោះ46ខ10 First, it says, "Be still and know that I am God." ជាដំបូងចាប់ផ្ដើមចូលនៅដោយស្ងាត់ស្ងៀមហើយដឹងថាអញជាព្រះ It goes on and says, "I will be exalted amongst the nations." ហើយខនេះនិយាយតទៀតថាអញនឹងត្រូវបានតម្កើងឡើងនៅក្នុងចំណោមជាតិសាសន៍នានា I will be exalted in the earth. អញនឹងត្រូវបានលើកតម្កើងឡើងនៅផែនដីនេះ That psalm, that verse means God will be exalted in Cambodia.